គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃហ្នឹងបងប្អូនណាគឺថាឃើញទ្របមួយយើងហ្នឹងឃើញឡើងពេញដើមតែបងប្អូនមកដើមហ្នឹងបបេះហើយយើងកន្លះគីឡូបងប្អូនស្ដាយមកទុំទៅហូបលែងការទៅបងប្អូនតន្តនេមានអីទៅចាត់ការទៅមកបងប្អូនហើយបេះបានឡើងមកថងអ៊ូងជាមួយនឹងត្រូវនឹងត្រីឆ្អើរត្រីឆ្លាំង3ហ្នឹងបងប្អូនហើយថាយើងឆាស្ងោរអីរាល់ថ្ងៃហ្នឹងជៀនអាំងហងៃយើងធំបងប្អូនយកមកបុកត្រប់ហូបម្ដងមើលនេះចូលកតុយហេះបន្តិចបុកត្រប់បន្តិចបងប្អូនហើយបន្ទាប់មកហើយខ្ញុំលីងធ្លាប់មួយញងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសខ្ញុំហ្នឹងគឺថាចូលគ្នាទាំងអស់មកបងប្អូនហើយអត់មានញ៉ៃញ៉ៃស្កាវអីទេថាហើយបន្ទាប់មកខ្ញុំទៅយកប្រហុករបស់ខ្ញុំហ្នឹងប្រហុកខ្ញុំត្រីកាភ្លានឹងត្រីក្រាញ់ណាបងប្អូនណាខ្ញុំយកមកដាក់អាំងជាមួយនឹងលឹកចេករបស់យើងព្រោះប៉ុណ្ណឹងរួចទេបងប្អូនហើយខ្ចប់វាឲ្យស្អាតទៅកុំឲ្យទៅពេលវាដាក់ក្នុងឆាក្រានទៅវាឆេះវាអីហ្នឹងដាក់2 3ជាន់ទៅហើយខ្ទឹមរបស់យើងអីហ្នឹងគ្រឿងក្រៅទ្រាប់អីហ្នឹងក៏ឆ្អិនហើយបងប្អូនហើយអាភ្លើងយើងមានហ្នឹងដាក់ដុតចូលក្នុងហ្នឹងភ្លុកមកបងប្អូនហើយមកបេះត្រីរបស់យើងទុកមកត្រីនេះសិតតែសាច់បងប្អូនខ្ញុំមកហ៊ានដាក់ត្រីឡាទេព្រោះអីខ្លាចឆ្អឹងច្រើនអញ្ចឹងណាបងប្អូនហើយទៅត្រីទៅ3ហ្នឹងគឺថាបុកបានឡើងមកកណោហើយបានទ្រាប់មួយញងយើងច្រើនណាបងប្អូនទៅពេលដាក់លីងជាមួយគ្រឿងខើខ្ទឹមសខ្ទឹមក្រហមទៅឡើងកណោបងប្អូនទៅពេលបុកទៅណាហើយប្រហុករបស់ខ្ញុំក៏បានឆ្អិនហើយបងប្អូនហើយឈ្ងុយជាមួយនឹងលឹកចេកហើយប្រហុកនឹងដែរក៏ខ្ញុំយកទៅច្រាមបងប្អូនច្រាមឲ្យម៉ត់បន្តិចសិនដោយសារខ្ញុំបានច្រាមទេមិនខ្ញុំដាក់ចូលទាំងចឹងទៅមកហើយនេះបងប្អូនមើលទៅឡើងកណោហើយបន្ទាប់មកក៏ខ្ញុំបុកប្រហុករបស់ខ្ញុំជាមួយនឹងម្ទេសចូលបងប្អូនខ្ញុំក៏ពិតខ្ញុំត្រូវបុកសាច់ត្រីចូលមុនតែសាច់ត្រីខ្ញុំទុំឆ្អើបានមួយថ្ងៃបងប្អូនណាអត់សូវរឹងទេអញ្ចឹងខ្ញុំទុកបុកជាមួយវាតាមក្រៅអីចឹងណាហើយបុកខ្ទឹមបុកម្ទេសអីហ្នឹងចូលគ្នាចូលអីអស់ហើយបងប្អូនប្រហុកអីចូលគ្នាអស់ហើយយើងចាប់ផ្ដើមដាក់ទ្រាប់ញងមកយើងចូលទៅបុកចូលគ្នាឲ្យម៉ត់ខៃបងប្អូនហើយកូនខ្ញុំហ្នឹងឃើញដៃបងប្អូនណាគេចង់ជួយអញ្ចឹងណាប៉ុន្តែខ្ញុំថាខ្ជិលឲ្យជួយព្រោះអីពួកគាត់ទៅជួយអត់បានទេហើយក៏ចាប់ដើមដាក់ស្ករប៊ីចេងយើងចូលហ្នឹងបងប្អូន7ទុំរបស់យើងហ្នឹងហើយបុកវាឲ្យចូលជាតិហើយកតុយហេះរបស់ខ្ញុំនេះបងប្អូនហើយមិនថាលបោយវិញមិនបាច់ចាំទៅទិញគេទេបងប្អូនដើរបេះតែមកត្រួសក្រោយផ្ទះហ្នឹងក៏ថាបានឡើងមកឆ្ងាញ់ឲ្យតែមកសិតរបស់ធម្មជាតិទាំងអស់បងប្អូនហើយបុកបតាភ្លក់បតាទៅរៀងត្រូវគ្រឿងត្រូវក្រៅយើងដាក់ត្រីរបស់យើងចូលទៅបងប្អូននៅសារហូបភ្លាមអញ្ចឹងខ្ញុំដាក់ត្រីអញ្ចឹងទៅពេលណាដែលយើងហូបទៅវាចំសាច់ត្រីធំអញ្ចឹងណាបងប្អូនបើយើងបុកត្រីមុនវាម៉ត់ចូលគ្នាអស់ហើយហូបយូរពេកខ្លាចលែងឆ្ងាញ់អញ្ចឹងដាក់មួយថ្ងៃហ្នឹងឲ្យអស់តែហ្មងទៅបងប្អូនហើយនិយាយពីថាបងប្អូនណាពេលដែលយើងលីងគ្រឿងលីងក្រូចចូលគ្នាអស់ទៅបងប្អូនឡើងឈ្ងុយហើយគួរឲ្យចង់ញ៉ាំតែហ្មងណាបងប្អូនបាយក្តៅហើយភ្លក់ត្រូវគ្រឿងត្រូវក្រូចអស់ហើយបងប្អូនដាក់7ទុំមកយើងចូលទៅមិនបាច់ចាំដាក់ច្រើនក៏បានដែរព្រោះអីអាហ្នឹងដល់ពេលវាចេញជូរជាតិជូរមកទៅលែងឆ្ងាញ់ដាក់ល្មមពេលតែចេញជាតិជូរមកល្មមបងប្អូនតែណាខ្ញុំចូលចិត្តទៅលោបដាក់ម្ជូរច្រើនបងប្អូនហើយមកនេះស្រស់ស្អាតមែនតែនទុយហេះរបស់ខ្ញុំជាមួយនឹងទ្រាប់ស្រួយមិនទ្រាប់ស្រួយបងប្អូនម្ទេសខ្ចីហ្នឹងណាហឹរតិចជាមួយនឹងតកួនធម្មជាតិសាឡាត់ស្រួយហ្នឹងបងប្អូនហើយថាបុកតាំងពីល្ងាចរួចរាល់ហើយតែទំបានមកហូបបាយពេលយប់បងប្អូនហើយក៏មិនភ្លេចជាមួយមកហូបឲ្យបងប្អូនមើលដែរបងប្អូនថាចង់ដាក់សលេងពិតដែរប៉ុន្តែការគេនៅភូមិផ្សេងនេះប៉ុន្តែវាថាលឺដល់ហ្នឹងទៅបងប្អូនហើយក៏ខ្ញុំមកហ៊ានដាក់សលេងពិតដែរហើយបងប្អូនហើយបាយក្តៅហើយកោសឲ្យដោយក្តាំងរបស់យើងអាក្តាំងខាងហ្នឹងបងប្អូនជាមួយអាកតុយហេះរបស់យើងហឹលតិចហ្នឹងនិយាយពីថាឆ្ងាញ់តែហ្មងបងប្អូនហើយជាមួយតកួនជាមួយអីហ្នឹងថាដើរគ្នាយកតែមែនទេហើយខ្ញុំក៏ប្រអងយូរដែរបងប្អូនហើយមកកូនចានហ្នឹងអស់លីងជាមួយនឹងបាយហ្នឹងក៏មិនញ៉ៅលភាអីធំត្រូវទៀតហើយលាងដៃស្អាតទេចូលចិត្តណាដៃទេហ្នឹងជាមួយនឹងបុកអញ្ចឹងអីហ្នឹងហូបបាយអញ្ចឹងពូតទៅបងប្អូនឆ្ងាញ់ណាហើយធ្វើណាក្តាំងតិចនឹងទៀតឡើងឈ្ងុយយកតែហ្មងហើយមកហូបមកមុខនេះបងប្អូនអត់យូរមិនបានទេឲ្យតែរៀងយូរបន្តិចនឹកឃើញហើយបងប្អូនគឺថារៀងយូរបន្តិចហ្នឹងបងអង្គឲ្យធ្លាប់ផ្លែច្រើនអញ្ចឹងណាបងប្អូនមកយើងទិញគេក៏បានដែរតែឃើញទ្របយើងមានឯងទុកឲ្យវាធំតិចទៅបុកហូបម្ដង
និយាយវាថាហូបបាយមួយឆ្នាំមិនដឹងខ្លួនថាអស់ទេណាបងប្អូនណាវាចាប់ជាតិត្មងណាបងប្អូនហើយសម្រាប់អ្នកចូលចិត្តដូចខ្ញុំគាត់យល់ហើយបងប្អូនគាត់អត់ចេះហូបគាត់អត់ឆ្ងាញ់អញ្ចឹងណាបងប្អូនហើយធ្វើខ្លួនឯងហូបខ្លួនឯងនិយាយវាថាបួងញុកឲ្យបងប្អូនណាជាមួយនឹងសាឡាត់ស្រួយហ្នឹងបងប្អូនបើសិនជាខ្ញុំដាក់សលេងពិតឲ្យបងប្អូនឮស្ដាប់វិញថាចង់ហូបជាមួយខ្ញុំត្មងតែសលេងវាដាក់អត់កើតជាមួយកូនខ្ញុំក៏វារញ៉េរញ៉ៃយំមិនទៅហឹងប៉ុណ្ណឹងបងប្អូនណាហើយពេលល្ងាចហ្នឹងហើយជាមួយនឹងតកួនរបស់យើងនឹងតកួនដែលយើងដាំខ្លួនឯងហ្នឹងបងប្អូនណាឡើងផ្អែមហើយខ្ញុំអត់មានសូសមានអីទេគាត់ថាខ្ញុំហូបឆាវទាំងអស់ត្មងបងប្អូនហើយបងប្អូនណាសម្រាប់អមទេសខៀវហ្នឹងនិយាយពីថាជាមួយប្រហុកជាមួយបុកអញ្ចឹងវាត្រូវជាតិគ្នាមែនបងប្អូនហើយដល់ខ្ចីជាមួយនឹងគ្រាប់វានឹងឡើងផ្អែមហើយខ្ញុំហិតអញ្ចឹងដោយសារមានអាចាស់ហិលដែរបងប្អូនពួកឯងខ្ញុំអត់សូវប៉ិនហិលទេបងប្អូនអើយហើយវីដេអូចែករំលែកដើម្បីគ្រួសារក៏មិនមានអីច្រើនដែរបងប្អូនបើសិនជាមានខុសទាស់ត្រង់ណាសូមអធិស្ឋានហើយកុំភ្លេចចូលជួយ comment លេងម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូ